ការដែលយើងដោះស្រាយបញ្ហាទឹកបានបបោទីនេះច្បាស់ជាអាចធ្វើស្រែប្រាំងបានអញ្ចឹងណាអញ្ចឹងពេលដែលយើងមានទឹកគ្រប់គ្រាន់អញ្ចឹងតាមសហគមន៍តាមភូមិតាមឃុំនានាច្បាស់ជាអឺផ្ដល់ការងារយ៉ាងច្រើនដល់យុវជនឬក៏អឺអ្នកពេញកម្លាំងផ្សេងអញ្ចឹងណាអញ្ចឹងអាចថាយើងអាចថាជួយកាត់បន្ថយនៅក្មេងស្ទៀវក្មេងទំនើងតាមភូមិដែរដោយសារយើងសបោការងារអញ្ចឹងមានស្រែចម្ការមានចំការមានអីអញ្ចឹងមកមានគោយន្តយើងមានត្រាក់ទ័រអីយើងអាចប្រើការជាប្រចាំធ្វើអញ្ចឹងទៅអញ្ចឹងដូចផ្ដល់ការងារដល់សហគមន៍យ៉ាងច្រើនអញ្ចឹងណាអញ្ចឹងពួកគាត់អត់សូវមានពេលទនេទេតែពួកគាត់មានពេលទនេទៅប្រហោះម៉ូតូទៅអីចឹងវាអត់បានប្រយោជន៍អីអញ្ចឹងសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងដោះស្រាយបញ្ហាទឹកដើម្បីដោះស្រាយនៅរឿងផ្សេងទៀតដែលជាផលប៉ះពាល់ដល់សង្គមយ៉ាងច្រើនអញ្ចឹងបើសិនជាយើងអាចដោះស្រាយបញ្ហាទឹកបានមួយបញ្ហាផ្សេងទៀតដោះបានច្រើនណាបាទអញ្ចឹងរួមគ្នាដោះស្រាយបងប្អូនអញ្ចឹងជាពិសេសគឺអាជ្ញាធរឃុំមានតួនាទីយ៉ាងធំអំណាចវិមជ្ឈការគឺអាចយើងប្រើសិទ្ធិអំណាចខ្លួនឯងអាចស្ដារទំនប់ស្ដារបន្លាយអីបានអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណបងប្អូន